សម្រាប់បងប្អូនដែលនិយមរកស៊ីជួលហ៊ុនយើងខ្ញុំលើកទឹកចិត្តប្រសិនបើយើងជាម្ចាស់ភាគហ៊ុននីមួយៗមុននឹងចាប់ដៃគូគ្នាបង្កើតជាហ៊ុនបងប្អូនត្រូវគិតទី1និយាយអំពីគោលការណ៍នៃការចងច្បាប់របស់យើងកន្លែងនេះខ្ញុំឃើញជាទូទៅនៅពេលដែលបងប្អូនចូលហ៊ុនរកស៊ីជាមួយគ្នានៅពេលដែលមានផលចំណេញអត់សូវមានបញ្ហារកម្មរកោសទីក៏ប៉ុន្តែនៅពេលដែលខាតក្រុមហ៊ុនខ្សែធនអ្នកដែលជាម្ចាស់ភាគហ៊ុននីមួយៗហ្នឹងគឺភាគច្រើនជាទូទៅចង់ដកខ្លួនចេញអញ្ចឹងថាតើក្នុងនាមយើងជាម្ចាស់ភាគហ៊ុនទាំងអស់គ្នាហ្នឹងហើយជាពិសេសដែលយើងចងក្រងដើម្បីបង្កើតជាក្រុមហ៊ុនមួយតើយើងគួរតែធ្វើបែបណាដើម្បីការពារទៅលើហានិភ័យណាមួយកើតឡើងចំពោះម្ចាស់ភាគហ៊ុននីមួយៗជាទូទៅការរកស៊ីចូលហ៊ុនគ្នាខ្ញុំផ្ដល់យោបល់ការចូលហ៊ុនគឺយើងមិនដែលប្រើគូទេជាទូទៅយើងប្រើសេះ3 5 7 11អញ្ចឹងខ្ញុំសូមជម្រាបថាកាលណាប្រសិនបើយើងចង់រកស៊ីជាមួយគ្នាបានយូរអង្វែងយើងចង់រកស៊ីជាមួយគ្នាដោយមានទំនុកចិត្តរវាងគ្នានឹងគ្នាខ្ញុំលើកទឹកចិត្តឲ្យរកស៊ីត្រូវតែមានកិច្ចសន្យាមានគោលការណ៍ចងសម្រាប់ម្ចាស់ភាគហ៊ុននីមួយៗហើយជាពិសេសមានមេធាវីដឹងឮមានមេធាវីប្រថាប់ត្រាទៅលើឯកសារកិច្ចសន្យារបស់ម្ចាស់ភាគហ៊ុននីមួយៗយើងខ្ញុំលើកឧទាហរណ៍អំពីក្រុមហ៊ុនប្រចាំមួយចុះនៅក្នុងផ្នែកវិស័យហិរញ្ញវត្ថុឧទាហរណ៍យើងមានម្ចាស់ភាគហ៊ុន5នាក់យើងចង់ដាក់ទុនម្នាក់$10,000សរុបទឹកប្រាក់50,000អញ្ចឹងក្នុងម្នាក់គឺមានហ៊ុន20%អញ្ចឹង5នាក់100%ខ្ញុំនិយាយថា20%មានន័យថាម្នាក់$10,000អញ្ចឹងការបែងចែកភាគលាភគឺស្មើគ្នាទាំងអស់កន្លែងនេះអញ្ចឹងដើម្បីធ្វើឲ្យហ៊ុនយើងមានប្រសិទ្ធភាពដើម្បីធ្វើឲ្យក្រុមហ៊ុនយើងស្តង់ដារមួយថាតើគ្រប់ម្ចាស់ភាគហ៊ុនទាំងអស់យើងត្រូវតែចងគោលការណ៍ច្បាប់យ៉ាងដូចម្តេចដើម្បីឲ្យមានទម្ងន់ហើយឲ្យម្ចាស់ភាគហ៊ុននីមួយៗគោរពទៅតាមគោលការណ៍ដែលយើងបានចែងអញ្ចឹងនៅក្នុងកិច្ចសន្យាទាំងអស់ហ្នឹងខ្ញុំលើកទឹកចិត្តឲ្យម្ចាស់ភាគហ៊ុននីមួយៗមុននឹងបើកក្រុមហ៊ុនយើងចាប់ផ្ដើមសរសេរចងក្រងកិច្ចសន្យាឲ្យហើយបន្ទាប់មកយើងពិភាក្សាជាមួយអ្នកច្បាប់គឺមេធាវីឲ្យគាត់ជួយបន្ថែមទៅលើចំណុចខ្វះខាតណាមួយហើយឲ្យគាត់ជាសាក្សីសញ្ញេប្រថាប់ត្រាដឹងឮទៅលើគោលការណ៍ច្បាប់របស់ម្ចាស់ភាគហ៊ុនទាំង5នាក់ហ្នឹងទី2គឺខ្ញុំនិយាយអំពីម្ចាស់ភាគហ៊ុនហ្នឹងនៅពេលដែលបានបែងចែកភាគលាភតើយើងមានវិធីសាស្ត្រនៅក្នុងការបែងចែកដោយរបៀបណាកន្លែងនេះអញ្ចឹងការបែងចែកភាគលាភខ្ញុំនិយាយខ្លីឲ្យបងប្អូនងាយស្រួលយល់ទៅចុះជំនួយឧទាហរណ៍ការបែងចែកភាគលាភបើសិនបើយើងចំណេញ100%យើងបែងចែកភាគលាភយកតែ40%យកមកចែកម្ចាស់ភាគហ៊ុនទុក60%ធ្វើជាដើមទុនដើម្បីបន្តទៅថ្ងៃខាងមុខទៀតអញ្ចឹងការបែងចែកភាគលាភយើងចែកជារៀងរាល់ខែនៅក្នុងស្ថាប័នខ្លះក្រុមហ៊ុនខ្លះបងប្អូនខ្លះគាត់អាចធ្វើ3ខែ6ខែឬក៏1ឆ្នាំគាត់ចែកម្ដងប៉ុន្តែពីខ្ញុំលើកទឹកចិត្តឲ្យចែកជាប្រចាំខែចុះពីព្រោះម្ចាស់ភាគហ៊ុននីមួយៗគាត់យកលុយមកដាក់ទុនអស់ហើយអញ្ចឹងគាត់រំពឹងថាគាត់នឹងបានលុយពីការវិនិយោគពីការដាក់ហ៊ុនហ្នឹងអញ្ចឹងការបែងចែក100%នៃចំណូលសរុបបន្ទាប់ពីយើងចំណាយហើយនៅសល់លុយចំណេញខ្ញុំលើកទឹកចិត្តយកតែ40%យកមកចែកទៅលើម្ចាស់ភាគហ៊ុនទៅកន្លែងនេះឧទាហរណ៍ប្រសិនបើចំណូលយើងចំណេញបាន$10,000ជំនួយឧទាហរណ៍ណាយក$4,000ចែកគ្នា5នាក់ទៅឧទាហរណ៍អាហ្នឹងបើសិនចំណូលយើងបាន$10,000យើងដកតែ4,000ទេយកមកចែកម្ចាស់ភាគហ៊ុនហើយបើចំណូលយើងបន្ទាប់ពីចំណាយហើយយើងចំណេញ$20,000យើងនៅតែរក្សាការដក40%ដើម្បីយកមកចែកម្ចាស់ភាគហ៊ុនជារៀងរាល់ខែហើយសល់60%ទៀតយើងយកទៅធ្វើជាដើមទុនដើម្បីទម្លាក់ទៅកម្ចីវិញអញ្ចឹងនៅពេលដែលកិច្ចសន្យាយើងចងក្រងយើងបានចែងតែត្រឹមត្រូវហើយការបែងចែកភាគលាភការបែងចែកទៅលើលក្ខន្តិកៈផ្សេងហើយប្រសិនបើនៅក្នុងករណីក្រុមហ៊ុនខាតក៏យើងចែកតាមនឹងទៅឧទាហរណ៍5នាក់100%ខ្ញុំគិតថា
ខ្ញុំបែងចែកថាម្នាក់គឺ 20% អញ្ចឹងឧទាហរណ៍បើក្នុងខែនឹងខាត$1000 ចែកគ្នាទៅម្នាក់$200 5នាក់ហ្នឹងអញ្ចឹងនៅក្នុងលក្ខខណ្ឌទាំងអស់ហ្នឹងយើងធ្វើជាសៀវភៅគោលការណ៍មួយសម្រាប់ម្ចាស់ភាគហ៊ុនទាំងអស់ដែលយើងហៅថាភាគទនិកម្ចាស់ភាគហ៊ុនទាំងអស់ដើម្បីឲ្យគាត់បានដឹងបានមើលលក្ខន្តិកៈនៃការបែងចែកភាគលាភនៃការបែងចែកផលប្រយោជន៍ផ្សេងៗតើម្ចាស់ភាគហ៊ុនត្រូវទទួលខុសត្រូវលើអ្វីមួយទៀតខ្ញុំសូមជម្រាបថាជាទូទៅការរកស៊ីធម្មតាយើងធ្វើមួយឆ្នាំពីរឆ្នាំយើងអត់បានដឹងទេ business នៅពេលដែល under 5 year មានន័យថាក្រោម5ឆ្នាំវានៅ young baby មានថានៅក្មេងមែនទែននៅខ្ចីមែនទែនអញ្ចឹង after 5 year ឬក៏10 year អានឹងអាជីវកម្មយើងចាប់ផ្ដើមមាន stable បន្តិចម្ដងហើយថិតថេរអញ្ចឹងនៅក្នុងខណៈពេលហ្នឹងខ្ញុំលើកទឹកចិត្តថាបងប្អូនត្រូវតែចងក្រងថាតើយើងត្រូវចងនៃការចែកបែងចែកសម្រាប់ម្ចាស់ភាគហ៊ុននីមួយៗនោះដោយវិធីណាខ្ញុំលើកឧទាហរណ៍មួយទៀតក្រោម5ឆ្នាំបងប្អូនត្រូវចងកិច្ចសន្យាមួយទៅកាន់ម្ចាស់ភាគហ៊ុនទាំងអស់ថាក្នុងករណីប្រសិនបើម្ចាស់ភាគហ៊ុនចង់លក់ហ៊ុនជាទូទៅអ្នកខ្លះគាត់ឃើញក្រុមហ៊ុនដើរមិនស្រួលគាត់ចង់លក់ហ៊ុនមុនការកំណត់អញ្ចឹងយើងចាប់ផ្ដើមចងថាប្រសិនបើម្ចាស់ភាគហ៊ុនណាមួយលក់ហ៊ុនក្រោម5ឆ្នាំគឺខាត 50% នៃតម្លៃហ៊ុនរបស់គាត់មានន័យថាបើសិនមកគាត់ដាក់ 100000 គាត់លក់បានតែ 50000 ទេកន្លែងនេះហើយបើសិនបើគាត់រក្សាហ៊ុននឹងបានរហូតដល់5ឆ្នាំហ៊ុននឹងលក់វិញចំណេញឧទាហរណ៍ 5% 10% អាហ្នឹងជាការដែលយើងចងកំណត់គ្នាទេកន្លែងហ្នឹងណាអញ្ចឹងពីខ្ញុំលើកទឹកចិត្តថាត្រូវតែមានគោលការណ៍ត្រូវតែមានច្បាប់ត្រូវតែមានមេធាវីដឹងឮគឺការចងក្រងម្ចាស់ភាគហ៊ុននីមួយៗហ្នឹងមានទម្ងន់កន្លែងនេះប្រសិនបើយើងធ្វើដោយមិនមានច្បាប់មិនមានទម្លាប់ទេមិនមានមេធាវីដឹងឮទេម្ចាស់ភាគហ៊ុននីមួយៗគាត់ធ្វើហាក់ដូចជាមិនមានទំនួលខុសត្រូវទេហើយនៅក្នុងការចងគោលការណ៍ច្បាប់ហ្នឹងឧទាហរណ៍ថាប្រសិនបើម្ចាស់ភាគហ៊ុនណាមួយគាត់ចូលធ្វើការគាត់ប្រតិបត្តិការគាត់បម្រើការងារក្នុងក្រុមហ៊ុនហ្នឹងយើងត្រូវចងក្រងrank ប្រាក់ខែរបស់គាត់តើកម្រិតគាត់ជា CEO ជាប្រធានជាស្អីហ្នឹងតើប្រាក់ខែគាត់ប្រមាណឃើញទេហើយអ្នកដែលបានចូលទីគាត់ចាំទទួលភាគលាភតើយើងត្រូវចងគោលការណ៍យ៉ាងដូចម្តេចទៀតអញ្ចឹងទាំងអស់ហ្នឹងខ្ញុំលើកទឹកចិត្តថាបងប្អូនមុននឹងចាប់ផ្ដើមរកស៊ីចូលហ៊ុនគ្នាត្រូវតែចងក្រងគោលការណ៍គោលនយោបាយច្បាប់អំពីម្ចាស់ភាគហ៊ុននីមួយៗកុំឲ្យថ្ងៃក្រោយទៅមានបញ្ហាបងប្អូនតែចាំថារកស៊ីដំបូងទាំងមានផលវិជ្ជមាននិងអវិជ្ជមានហើយឧទាហរណ៍ថាបើមានផលចំណេញអ្នកខ្លះពេលឃើញផលចំណេញកើតឡើងយើងចាប់ផ្ដើមមានការប្រែប្រួលហ្នឹងមែនទេការប្រែប្រួលចិត្តគំនិតអីផ្សេងហើយបើសិនបើធ្លាក់ចុះក៏យើងមានការប្រែប្រួលដូចគ្នាចង់លក់ហ៊ុននឹងចង់ធ្វើអីផ្សេងឃើញទេអញ្ចឹងគ្រប់ម្ចាស់ភាគហ៊ុនទាំងអស់ប្រសិនបើយើងសម្រេចចិត្តថាយើងរកស៊ីចូលហ៊ុនគ្នាត្រូវតែចងគោលការណ៍ច្បាប់ឲ្យបានត្រឹមត្រូវហើយដូចខ្ញុំជំរាបខាងដើមអញ្ចឹងមានមេធាវីមានអីសញ្ញេប្រថាប់ត្រាដឹងឮហើយបើអាចយើងមានតម្កល់ទ្រព្យរបស់យើងទៅឧទាហរណ៍ម្ចាស់ហ៊ុនទាំងអស់ត្រូវមានតម្កល់ទ្រព្យដីស្រែនៅកន្លែងនេះឬផ្ទះកន្លែងនេះដីកន្លែងនេះក្នុងករណីយើងចង់រត់ឬក៏យើងរត់ចោលស្រុកឬក៏មានបញ្ហាណាមួយយើងអត់ចង់ទទួលខុសត្រូវម្ចាស់ភាគហ៊ុនផ្សេងទៀតមានសិទ្ធិនៅក្នុងការចាត់ចែងទ្រព្យរបស់យើងដើម្បីលក់ឡាយឡុងសងឧទាហរណ៍ថាពាក់ព័ន្ធផ្លូវច្បាប់ឬក៏ពាក់ព័ន្ធទៅលើអតិថិជនផ្សេងអាហ្នឹងត្រូវទៅសងគេឃើញទេអញ្ចឹងការរកស៊ីចូលហ៊ុនខ្ញុំសូមជំរាបថាយើងមិនមែនចេះតែធ្វើយើងមិនចេះតែនឹកឃើញប្រមូលគ្នាមករកស៊ីហើយចុងក្រោយមិនដឹងពីរបៀបនៃការបែងចែកភាគលាភមិនយល់អំពីការនីតិវិធីចងគោលការណ៍នីតិវិធីច្បាប់ដើម្បីធ្វើម៉េចឲ្យម្ចាស់ភាគហ៊ុនទទួលខុសត្រូវទៅលើបញ្ហាចំណេញឬក៏បញ្ហាខូចខាតអីផ្សេងៗហ្នឹងអញ្ចឹងអ្វីដែលសំខាន់ម្ចាស់ភាគហ៊ុនទាំងអស់គឺត្រូវតែមានមេធាវីមួយដឹងឮប្រថាប់ត្រាធ្វើប្រមាណថាមាន5នាក់ធ្វើ6ច្បាប់ហើយមេធាវីមួយច្បាប់ពួកយើងចែកគ្នាម្នាក់មួយច្បាប់អញ្ចឹងទើបក្រុមហ៊ុនយើងមើលទៅគឺវាមានស្តង់ដារហើយធ្វើឲ្យម្ចាស់ភាគហ៊ុននីមួយៗគាត់មានទំនួលខុសត្រូវកន្លែងនេះ